ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំឆាបង្គាជាមួយការកណ្ណាបងប្អូនចាមានដូចជាខ្ទឹមសនេះខ្ញុំក៏ច្រាំរួចហើយបងប្អូនមានម្ទេសមានស្លឹកខ្ទឹមអញ្ចឹងណាបងប្អូនចាគ្រឿងគាត់នេះខ្ញុំលាយរួចដែរបងប្អូនចាឥឡូវឆ្អិនណាបងប្អូនចានេះខ្ញុំដាក់ស្លឹកខ្ទឹមនិងម្ទេសបងប្អូនចាមកបងប្អូនមើលរបៀបនេះខ្ញុំឆាទាំងអស់គ្នាណាបងប្អូនចាជាដំបូងនេះខ្ញុំស្រុះផ្កាកណ្ណាសិនណាបងប្អូនចាទឹកពុះហើយក៏នេះខ្ញុំដាក់ស្រុះផ្កាកណ្ណាបងប្អូនចានេះខ្ញុំថតកាត់ណាបងប្អូនចាដាក់ផ្កាខណាហើយយកចាប់ផ្ដើមកូរត្រឡប់បន្តិចចឹងណាបងប្អូនចាដួសផ្កាខណាដាក់ក្នុងកញ្ច្រែងបងប្អូនចាឥឡូវចាប់ផ្ដើមឆាណាបងប្អូនខ្ញុំចាក់ប្រេងខ្យងជាដំបូងនេះខ្ញុំដាក់ប្រេងខ្យងរួចនេះខ្ញុំដាក់ខ្ទឹមសចារួចនេះខ្ញុំកូរត្រឡប់ខ្ទឹមសនឹងឲ្យរាងឈ្ងុយបន្តិចចឹងណាបងប្អូនចាអត់ឲ្យក្រហមពេកទេបងប្អូនចាគ្រាន់តែរាងឈ្ងុយបន្តិចក៏នេះខ្ញុំចាប់ដើមចាក់បង្គាបងប្អូនចាចាក់បង្គាហើយកូរត្រឡប់បង្គានឹងឲ្យរាងឆ្អិនឲ្យរាងក្រហមបន្តិចចឹងណាបងប្អូនចាកូររាងក្រហមបន្តិចហើយបងប្អូនគ្រាន់តែមិនទាន់ដាក់សពមកផងឈ្ងុយណាបងប្អូនចាឈ្ងុយហើយបងប្អូនក្រហមល្អណាស់ណាបងប្អូនចាក៏កូរត្រឡប់បន្តិចហើយក៏នេះខ្ញុំចាប់ដើមចាក់បន្លែបងប្អូនចាចាក់ផ្កាកណ្ណាដែលនេះខ្ញុំស្រុះហើយបងប្អូនចាចាក់ផ្កាកណ្ណាហើយក៏នេះខ្ញុំកូរត្រឡប់ឲ្យរាងសប់បន្តិចបងប្អូនចារាងសប់បន្តិចហើយក៏នេះខ្ញុំដាក់ទឹកត្រីប៊ីចេងស្ករចានិងប្រេងខ្យងបងប្អូនចាគ្រឿងស្អីទៅចំណង់ចំណូលចិត្តបងប្អូនចាចំណែកនេះខ្ញុំនឹងដាក់ប្រេងខ្យង1ស្លាបព្រាទឹកត្រី1ស្លាបព្រាប៊ីចេង1ចុងស្លាបព្រាស្ករស1ស្លាបព្រាបាយអញ្ចឹងណាបងប្អូនចាឥឡូវកូរត្រឡប់ណាបងប្អូនចាកូរត្រឡប់រាងសប់គ្រឿងបន្តិចក៏នេះខ្ញុំដាក់ស្លឹកខ្ទឹមនិងដាក់ទឹកបន្តិចអញ្ចឹងណាបងប្អូនចាដាក់ទឹកថែមបន្តិចក៏នេះខ្ញុំទឹកពុះហើយក៏នេះខ្ញុំចាប់ផ្ដើមដាក់ស្លឹកខ្ទឹមនិងម្ទេសបងប្អូនចាឆ្អិនហើយបងប្អូនមកចូលរួមមួយនឹងខ្ញុំបងប្អូនចាដាក់ស្លឹកខ្ទឹមដើម្បីឲ្យឈ្ងុយអញ្ចឹងណាបងប្អូនចាបងប្អូនមកចូលរួមជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនមានរសជាតិឆ្ងាញ់បងប្អូនអើយជាតិមហាជាតិបងប្អូនក្តៅហុយចេះទៀតជាតិណាស់បងប្អូនចាមកចូលរួមមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនក្លិនឈ្ងុយបងប្អូនអើយចាចូលរួមទាំងអស់គ្នាណា